យើងនៅតែបារម្ភដោយសារយើងនៅជាប់នោះជីវភាពវាខ្វះខាតហើយសេដ្ឋកិច្ចវាធ្លាក់ចុះផងដែរខ្ញុំមិនអាចបង់អោយបានគ្រប់ទេអញ្ចឹងមិនមែនថាយើងបង់ទេប៉ុន្តែយើងព្យាយាមរកដោះស្រាយហើយនៅតែមានឆន្ទៈក្នុងការដោះស្រាយបញ្ហានោះដាក់ទៅធនាគារជាតិនេះវាជាជំរឿសមួយសម្រាប់ដោះស្រាយបញ្ហាសម្រាប់គ្រួសារខ្ញុំបាទអ្វីដែលយើងបានដាក់នឹងទៅធនាគារជាតិបានដាក់ទៅទាំង3ស្នើសុំឲ្យមានការដោះស្រាយនឹងសម្រួលទាំង3ស្ថាប័នធ្វើបាត់តែខាងធនាគារជាតិគេទំនាក់ទំនងទៅខាងធនាគារសម័យដែលខ្ញុំជួបបំណុលនឹងមែនក្តីប៉ុន្តែក្រោយមកទៀតគឺខាងបុគ្គលិកធនាគារតែងតែមកជួបទាបំណុលទាការប្រាក់ទាអីផ្សេងនៅតែមានបញ្ហាប្រឈមនៅតែមានការផាត់ភ័យដដែលអញ្ចឹងវាមិនទាន់មានដំណោះស្រាយណាមួយជាក់លាក់ទាន់មានឯកសារណាមួយដែលបញ្ជាក់ថាយើងព្រមព្រៀងគ្នាណាមួយឲ្យវាសមរម្យឡើយអញ្ចឹងមានន័យថាបានខ្ញុំឈានត្រកដាក់ពាក្យស្នើសុំទៅខាង CEO ទៀតបាទស្នើសុំឲ្យខាងធនាគារជាតិជួយរកដំណោះស្រាយហើយនឹងពន្យល់អំពីសិទ្ធិកូនបំណុលកុំឲ្យខាងកូនបំណុលនឹងផាត់ភ័យទី1ទី2នឹងសូមស្នើសុំថាកុំអោយកូននឹងឈប់រៀនដោយសារតែបំណុលហើយខាងធនាគារជាតិក៏សូមអោយជួយដោះស្រាយនៅកូនបំណុលដែលជួបបញ្ហាដូចជាក្រុមគ្រួសារខ្ញុំអញ្ចឹងបញ្ហានឹងអោយបានសំណពរជាពិសេសដល់ម្ចាស់លុយឬក៏អ្នកវិនិយោគធំអីគឺត្រូវតែមើលឲ្យច្បាស់ដែរហើយឲ្យជាក់ស្ដែងមិនថាតើធនាគារហ្នឹងគឺការផ្ដល់កម្ចីឲ្យហ្នឹងគឺអាចកែលម្អជីវភាពពួកគាត់ឬមួយក៏អីមិន